សួស្តីអតិថិជនទាំងអស់គ្នានៅខាងប្រទេសឆ្មាសេកាលក់ណាំសัตว์យើងធ្វើការបើកលក់ហើយនឹងចេញព្យាបាលវិញណាបងហើយនេះជ្រូកដែលខ្ញុំមើលវាតាក់ទងជាមួយនឹងជ្រូកដែលគាត់ទិញពីជូតគេមកវាមានបញ្ហាជំងឺតាក់ទងជាមួយនឹងការឡើងកម្ដៅខ្លាំងក្រហមជាប់ស្វាយនៅលើស្បែកហើយនឹងអាការៈរាកខ្លាំងមែនទែនចឹងសัตว์ចាប់ផ្ដើមអស់កម្លាំងអត់ស៊ីចំណីហើយខ្ញុំទៅធ្វើការព្យាបាលយើងធ្វើការចាក់ថ្នាំឲ្យវាបាន2ថ្ងៃហើយឃើញថាស្ថានភាពរបស់វាចាប់ផ្ដើមប្រសើរឡើងម្ចាស់ប្រាប់ថាក្រោកឡើងផឹកទឹកប៉ុន្តែលាមកវាគឺអត់ទាន់ល្អទេតែយើងនៅធ្វើការព្យាបាលនឹងតាមដានបន្តទៀតចឹងបងចង់ធ្វើការព្យាបាលសត្វអីអាចតំណតំណងបានហើយចំពោះការកំងថ្នាំអីក៏យើងបើកកំងវិញដែរចឹងអតិថិជនចង់ទិញមកផ្ទាល់នៅទីតាំងក៏អាចកំងបានដែរមកទិញផ្ទាល់ឬក៏កំងឲ្យដឹកឲ្យដល់ផ្ទះក៏បានហើយចំពោះបញ្ហាជ្រូកនេះដែរខ្ញុំនិយាយបន្តិចតាក់ទងជាមួយនឹងការទិញជ្រូកចូលមកថ្មីយើងត្រូវដាក់ឲ្យឆ្ងាយពីជ្រូកចាស់របស់យើងដែលអត់ទាន់ឈើករណីនេះដែរជ្រូកដែលគាត់ទិញពីជុចគេមកហ្នឹងគឺវាឈើនៅពេលគាត់ដាក់ចិត្តគ្នាទៅធ្វើឲ្យមានការឆ្លងប៉ុន្តែយើងធ្វើការចាក់ព្យាបាលស្កាត់វាហើយអញ្ចឹងឃើញថាស្ថានភាពវាល្អប្រសើរស៊ីបានហើយលាមកនឹងកម្ដៅវាធម្មតាប៉ុន្តែយើងក៏នៅតែធ្វើការឲ្យគាត់លាយជាប្រភេទថ្នាំម្សៅឲ្យវាស៊ីរយៈពេល3ទៅ5ថ្ងៃបន្តទៀតដើម្បីប្រកាសថាវាការពារបានល្អទប់ស្កាត់បានល្អករណីចូលជំងឺអីយើងមានថ្នាំសម្រាប់ទប់ទល់ហើយចំពោះអាពីដែលគាត់ទិញចូលហ្នឹងគឺយើងនៅធ្វើការព្យាបាលបន្តដដែលហើយយើងធ្វើការបំបែកវាចេញដើម្បីកុំឲ្យជំងឺហ្នឹងវាវល់នៅកន្លែងហ្នឹងអញ្ចឹងនេះគឺជាបទពិសោធន៍មួយសម្រាប់បងចិញ្ចឹមជ្រូកអីគឺបងត្រូវគិតលើបញ្ហាហ្នឹងករណីទិញជ្រូកចូលមកអត់មានប្រភពអត់ដឹងប្រវត្តិជ្រូកធ្វើឲ្យយើងខាតបង់បើយើងទិញបានមានជ្រូកគេល្អចុចគេលក់ល្អក៏គេមានដែរប៉ុន្តែករណីខ្លះមួយចំនួនទៀតជ្រូកមានជំងឺគេចលះចេញពីទ្រុងមានជំងឺហើយគេយកមកលក់យើងនៅក្នុងតម្លៃធូរថ្លៃអញ្ចឹងយើងឃើញធូរថ្លៃយើងទិញចូលមកតែពេលយើងទិញចូលមកធ្វើឲ្យអត់ចំណេញវាទៅជាខាតវិញវាឆ្លងវិញហ្នឹងហើយនេះយើងក៏មានសេវាកម្មចាក់ថ្នាំតម្លាក់សត្វចាយព្រូនអីតាមផ្ទះហើយណានេះគឺជាម៉ូតរបស់ខ្ញុំគាត់ទទួលហៅខ្ញុំមកចាក់2ក្បាលអាតូចមួយនេះហើយនឹងអាធំមួយទៀតពណ៌ខ្មៅហើយយើងធ្វើការចាក់ឲ្យគាត់រួចរាល់ហើយអញ្ចឹងបងចង់បានទៅលើប្រភេទវ៉ាក់សាំងជ្រូកគោក្របីមាន់ទាឆ្កែអីយើងមានទាំងអស់ហើយយើងបើកកំងផ្ញើទៅតាមខេត្តហើយនឹងទីតាំងផ្ទាល់យើងក៏បានបើកដំណើរការហើយការព្យាបាលនៅតាមផ្ទះក៏យើងបើកព្យាបាលវិញដែរអញ្ចឹងបងអាចឆាត